សួស្តីអ្នកទាំងអស់គ្នានេះគឺជាវីដេអូទៅលេងទឹកធ្លាក់ថ្មក្រាលខេត្តកំពង់ឆ្នាំងយើងចេញដំណើរនៅពេលថ្ងៃពីភ្នំពេញទៅកាន់ខេត្តកំពង់ឆ្នាំងហើយឃើញទេសភាពនៅតាមដងផ្លូវស្អាតពេកយើងក៏ឈប់នាំគ្នាថតរូបជាវីដេអូទុកជាអនុស្សាវរីយ៍យើងអាចចំណាយពេលជាងប្រហែលជា2ម៉ោងជាងដើម្បីមកដល់ទឹកធ្លាក់ថ្មក្រោលនេះគឺជាផ្លូវយើងជិះចូលទឹកធ្លាក់ថ្មក្រោលដែលវាលាយឡំនឹងភ្លៀងតិចៗផងនោះធ្វើឲ្យទេសភាពនៅតំបន់ភ្នំនេះមើលទៅមានភាពស្រស់ស្អាតដែលមនុស្សភាគច្រើនមកលេងនៅទឹកធ្លាក់ថ្មក្រោលនេះតែឈប់ថតរូបនៅតំបន់ភ្នំនេះយើងមកដល់មិនចាំយូរទេរៀបចំ set up តង់ធ្វើម្ហូបអីសម្រាប់ញ៉ាំនៅពេលល្ងាចគួរបញ្ជាក់ផងដែរតម្លៃយើងចូលទៅបោះតង់នៅលើកញ្ចក់នៅក្នុងទឹកធ្លាក់ថ្មក្រោលនេះក្នុងសហគមន៍គេយកម្នាក់ក្នុង10000រៀលSo this is ថ្មក្រាលពេលព្រលឹមអានេះយើងជិះមកឲ្យផុតដល់កន្លែងកញ្ចក់ទៀតដល់កន្លែងផុតចឹងព្រលឹមឡើងយើងអត់មានអីច្រើនទេមានតែញ៉ាំមីកំប៉ុងហើយនឹងកាហ្វេកញ្ចប់តែយើងញ៉ាំមកហើយយើងអាចនឹងមានកម្រងទៅទឹកធ្លាក់មួយទៀតនៅក្បែរនោះផងដែរតទៅពីយើងញ៉ាំហើយយើងមកទឹកធ្លាក់អន្លង់ស្វាយម្ដងទឹកធ្លាក់អន្លង់ស្វាយនេះមិនសូវមានមនុស្សមកច្រើនទេដោយសារតែផ្លូវនៅពិបាកនៅឡើយ តែ
សម្រាប់អ្នក Adventure អាចនិយាយថាគឺត្រូវចិត្តគាត់ហ្មងព្រោះស្ងប់ស្ងាត់ល្អនៅទីនេះ